ទទឹងមានទំហំតែ2ម៉ែត្រការ៉េឯចង្ក្រានកាន់តែតូចទៅទៀតតែថៅកែស្រីឈ្មោះផុងហួយនៅកន្លែងនេះមានទំហំតូចនេះធ្វើម្ហូបស៊ីឈួនដ៏មានឱជារសគាត់រត់តុកផងចូលចង្ក្រានផងឯខ្ញុំវិញនៅតែក្នុងចង្ក្រានផុងហួយមកពីចិនស៊ីឈួននៅ17ឆ្នាំមុនដោយសារការងារក៏បានស្គាល់ស្វាមីនាងក្រោយមកសម្រាប់ចិត្តចាប់ដៃគ្នាមួយជីវិតអ្វីត្បិតនៅសម័យនោះជនជាតិតៃវ៉ាន់រស់នៅចិនដីគោកដោយក្តីចម្រើនប៉ុន្តែពួកគេនៅតែចង់មករស់នៅតៃវ៉ាន់វិញធ្វើជាអ្នកពាណិជ្ជកម្មឧស្សាហ៍រត់ខាងក្រៅខ្ញុំមិនចូលចិត្តដូច្នេះខ្ញុំចង់ឲ្យគាត់ត្រឡប់មកតៃវ៉ាន់វិញជីវភាពរស់នៅសាមញ្ញជាងដំបូងនៅដោយមានសុភមង្គលស្ងប់ស្ងាត់តែដោយសារសេដ្ឋកិច្ចហិរញ្ញវត្ថុធ្លាក់ចុះបង្កឲ្យក្រុមហ៊ុនឌីជៀនហងរលំគ្រួសារក៏បាត់បង់ទីពឹងពេលនោះពួកខ្ញុំយំយ៉ាងច្រើនថ្ងៃជាពិសេសគឺនាងពីព្រោះពួកខ្ញុំជាក្រុមបើកប្រាក់ខែចាយមិនគ្រប់ប្រាក់ខែរាល់ថ្ងៃត្រូវបង់ថ្លៃកូនរៀនបង់ម្ដងអស់ 3-4 ម៉ឺនប្រាក់ខែគឺអស់ទៅហើយពេលនោះមានបន្ទុកធ្ងន់ធ្ងរណាស់សំណាងល្អដែលបានបងប្រុសដែលមកពីស្រុកដោយគ្នាជួយក្រៅពីជួយលើទឹកប្រាក់ថែមទាំងជួយផ្ដល់គំនិតរកស៊ីពីព្រោះហាងម្ហូបពួកខ្ញុំមិនធំប៉ុន្មានទេដូច្នេះគ្រឿងទាំងនេះសុទ្ធតែមិត្តភ័ក្តិជួយយកពីស៊ីឈួនមកពីព្រោះពេលណាយើងផ្ញើវត្ថុខ្លះវានឹងសើមផ្កាម្ទេសនិងម្ទេសវត្ថុទាំងនេះទើបអាចនាំមកនៅរសជាតិល្អបញ្ចូលនឹងខ្លាញ់ក្រហមដែលផលិតនៅតៃវ៉ាន់វាពិតជាមានក្លិនល្អណាស់ក្រៅពីម្ហូបឆាមីដែលជាម្ហូបដ៏ល្អប្រចាំហាងនៅមានសាច់មាន់ហិលថែមទាំងញ៉ាំត្រចៀកកណ្ដុរចំពោះខ្លួនខ្ញុំផ្ទាល់ខ្ញុំញ៉ាំម្ហូបមានរសជាតិធ្ងន់បន្តិចតែបើក្នុងហាងម្ហូបវិញយើងត្រូវផ្គុំជាមួយរសជាតិអ្នកតៃវ៉ាន់ដូច្នេះផ្ទឹមនឹងនេះដែរខ្ញុំបន្ថយអំបិលនិងខ្លាញ់ខ្លះៗហាងមីដ៏តូចនេះផ្អែកទៅលើការតស៊ូរបស់គ្រួសារទាំង3នេះវានឹងឈ្ងុយឈ្ងប់ចែកចាយតទៅមុខទៀតក្នុងច្រកភូមិនេះមីក្នុងហាងខ្ញុំឆ្ងាញ់ណាស់